នេះគឺជាមកុដអប្សរាដែលជាវត្ថុសិល្បៈដ៏កម្រដែលមានតែនៅក្នុងទម្រង់សិល្បៈខ្មែរតែមួយគត់បុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិយើងគឺមិនដែលរំលងកម្មវិធីបុណ្យពូនភ្នំសាច់នេះទេគឺថាការពូនភ្នំសាច់គឺជាការរំដោះកម្មពៀនេះគឺជារូបពិណណាបងប្អូនខ្ញុំធ្លាប់ទៅខាងខេត្តសៀមរាបនៅប្រាសាទអង្គរវត្តគឺមានពិណនេះមួយនៅខាងប្រាសាទជំរាបសួរបងប្អូនកម្មវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងឆ្នាំនេះគឺយើងធ្វើធំនៅទីក្រុងភ្នំពេញខុសពីឆ្នាំទៅដែលយើងធ្វើធំនៅឯទីក្រុងសៀមរាបដែលមានឈ្មោះថាអង្គរសង្ក្រាន្តហើយឆ្នាំនេះយើងធ្វើធំនៅទីក្រុងភ្នំពេញមានឈ្មោះថានគរសង្ក្រាន្តកម្មវិធីឆ្នាំថ្មីប្រពៃណីជាតិឆ្នាំនេះគឺយើងធ្វើច្រើនកន្លែងដែលបងប្អូនអាចចូលរួមកម្សាន្តសប្បាយមានដូចជានៅខាងវត្តភ្នំយើងនេះនៅខាងសួនច្បារផ្សារចាស់សួនវឌ្ឍនៈជាមួយនឹងបាសាក់ឡែនហើយនឹងក៏មាននៅខាងវ៉កស្ទ្រីតដែលជាស្មៅជើងចតុមុខហើយកន្លែងចុងក្រោយគឺនៅផ្សារទូរភូមិដើម្បីកុំឲ្យខាតពេលយូរខ្ញុំនឹងនាំបងប្អូនទៅទស្សនាទិដ្ឋភាពដោយផ្ទាល់នៅឯខាងរមណីយដ្ឋានវត្តភ្នំដែលមានរូបភាពជាមួយនឹងបងប្អូនប្រជាពលរដ្ឋខ្មែរយើងដែលចូលរួមកម្សាន្តសប្បាយទាំងអស់គ្នាហើយវីដេអូនេះគឺជាវីដេអូពាក់មួយដែលខ្ញុំជម្រាបជូនបងប្អូនតោះសូមអញ្ជើញសួស្តីបងប្អូននៅពេលដែលរដូវផ្ការីកស្គុះស្គាយហើយសម្លេងរៃកងរំពងពេញព្រៃនោះគឺជាសញ្ញាប្រាប់ថាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងបានឈានចូលមកដល់ហើយតើបងប្អូនដឹងទេថាតើពាក្យសង្ក្រាន្តមានន័យយ៉ាងដូចម្តេចហើយហេតុអ្វីបានជាយើងត្រូវផ្លាស់ប្ដូរទេវតាឆ្នាំថ្មីជារៀងរាល់ឆ្នាំដូច្នេះពាក្យថាសង្ក្រាន្តគឺដកស្រង់ចេញពីភាសាសំស្ក្រឹតដែលមានន័យថាការឈានចូលឬក៏ការផ្លាស់ប្ដូរគឺសំដៅទៅលើដំណើររបស់ព្រះអាទិត្យចាកចេញពីតារាចក្រមួយទៅកាន់តារាចក្រមួយទៀតសម្រាប់ខ្មែរយើងសង្ក្រាន្តគឺជាពេលដែលព្រះអាទិត្យផ្លាស់ទីចូលទៅកាន់តារាចក្រមេសរង្សីដែលជាសញ្ញានៃការចាប់ផ្ដើមឆ្នាំថ្មីតាមតម្រាដែលបានចារទុកមកប្រវត្តិសង្ក្រាន្តគឺមានជាប់តាក់ទងទៅនឹងរឿងព្រេងរវាងធម្មបាលកុមារនិងកបិលមហាព្រហ្មបន្ទាប់ពីចាញ់ភ្នាល់ប្រស្នាកបិលមហាព្រហ្មត្រូវកាត់ព្រះសិរសារបស់ខ្លួនប៉ុន្តែដោយសារតែព្រះសិរសានោះមានឥទ្ធិពលខ្លាំងបើដាក់លើដីនឹងឆេះលោកធាតុបើដាក់ទៅលើអាកាសនឹងរីងស្ងួតហេតុនេះហើយទើបបុត្រីទាំង7របស់ព្រះអង្គទ្រង់ផ្លាស់ទីវេនគ្នាដង្ហែព្រះសិរសាជារៀងរាល់ឆ្នាំនេះហើយគឺជាប្រភពដែលមានទេវតាឆ្នាំថ្មីខុសៗគ្នាតាមថ្ងៃនៃសប្តាហ៍បាទបងប្អូនឆ្នាំថ្មីនេះយើងចូលឆ្នាំ6អញ្ចឹងខាងរដ្ឋាភិបាលគាត់ធ្វើជារូបតំណាងសេះដែលជាឆ្នាំឆ្លងឆ្នាំថ្មីនេះបងប្អូនពិធីបុណ្យនេះមានរយៈពេល3ថ្ងៃដែលថ្ងៃនីមួយៗមានអត្ថន័យខុសៗគ្នាថ្ងៃទី1គឺថ្ងៃមហាសង្ក្រាន្តជាថ្ងៃទទួលទេវតាឆ្នាំថ្មីគ្រប់ផ្ទះសម្បែងរៀបចំសក្ការៈបូជាគ្រឿងរណ្ដាប់និងភេសជ្ជៈដើម្បីទទួលស្វាគមន៍សិរីសួស្តីថ្ងៃទី2គឺជាថ្ងៃវរៈវ័នបត្តិជាថ្ងៃនៃការធ្វើទានយើងតែងតែទៅវត្តប្រគេនចង្ហាន់ដល់ព្រះសង្ឃបញ្ជូនកុសលដល់ដូនតានិងចែកទានដល់ជនក្រីក្ររីឯថ្ងៃទី3គឺជាថ្ងៃវរៈឡើងស័កគឺជាថ្ងៃបញ្ចប់នៃការស្រង់ព្រះនិងការងូតទឹកជំរះកាយជូនអ្នកមានគុណដើម្បីសូមពរជ័យនិងលាងជម្រះរឿងមិនល្អក្នុងឆ្នាំចាស់បាទបងប្អូនខាងក្រោយខ្នងខ្ញុំនេះគឺជាពូភ្នំសាច់ចង់ជម្រាបបងប្អូនថាកម្មវិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិយើងគឺមិនដែលរំលងកម្មវិធីបុណ្យពូនភ្នំសាច់នេះទេគឺថាការពូនភ្នំសាច់គឺជាការរំដោះកម្មពៀកាលពីឆ្នាំទៅយើងក៏មានពិធីពូនភ្នំសាច់នេះដែរប៉ុន្តែធ្វើនៅខាងខេត្តសៀមរាបនៅខាងក្រុងអង្គរឥឡូវនេះដូចខ្ញុំជម្រាបបងប្អូនអញ្ចឹងគឺយើងយកមកធ្វើនៅខាងទីក្រុងភ្នំពេញបាទបងប្អូននេះគឺជាមកុដអប្សរាដែលជាវត្ថុសិល្បៈដ៏កម្រដែលមានតែនៅក្នុងទម្រង់សិល្បៈខ្មែរតែមួយគត់បងប្អូននេះស្លឹកឈូកក៏បងប្អូនហើយអានេះផ្កាឈូកធ្វើអំពីលពាក់អានេះជាសមិទ្ធផលខ្មែរយើងជាស្នាដៃរបស់កូនខ្មែរយើងបងប្អូនហើយនេះគឺជាពាក្យស្លោកនៃទទួលទេវតាឆ្នាំថ្មីស្អាតទៅបងប្អូននេះធ្វើអំពីលពាក់បងប្អូននេះគឺជាផ្លាកនគរសង្ក្រាន្តដែលខុសពីឆ្នាំទៅដែលខ្ញុំជម្រាបបងប្អូនពីឆ្នាំមុនយើងធ្វើដាក់មានឈ្មោះថានគរសង្ក្រាន្តតែឆ្នាំនេះរដ្ឋាភិបាលយើងគឺកែឈ្មោះដាក់នគរសង្ក្រាន្តតើបងប្អូនយើងទៅទស្សនាបន្តទៀតតើបងប្អូននេះគឺជារទេះសាលីសម្រាប់ទេវតាឆ្នាំថ្មីយើងចុះមកគ្រប់គ្រងបន្តដែលយើងធ្លាប់ឃើញនៅក្នុងទូរទស្សន៍បងប្អូនណាស
សង្ក្រាន្តឆ្នាំថ្មីមិនមែនត្រឹមតែជាការឈប់សម្រាកពីការងារប៉ុណ្ណោះនោះទេប៉ុន្តែគឺជាការជួបជុំគ្រួសារការរំលឹកគុណដល់បុព្វបុរសនិងការថែរក្សាអត្តសញ្ញាណវប្បធម៌ដ៏រឹងមាំរបស់ជាតិយើងសូមឲ្យសង្ក្រាន្តឆ្នាំថ្មីនាំមកនូវសេចក្តីសុខសុភមង្គលនិងជោគជ័យគ្រប់ភារកិច្ចបងប្អូននេះគឺជារូបពិណណាបងប្អូនខ្ញុំធ្លាប់ទៅខាងខេត្តសៀមរាបនៅប្រាសាទអង្គរវត្តគឺមានពិណនេះមួយនៅខាងប្រាសាទនៅពេលដែលខ្ញុំបានធ្វើឬក៏ទៅសៀមរាបខ្ញុំនឹងទៅផ្តិតរូបភាពពិណនេះជូនបងប្អូនទស្សនានេះគឺជារនាតបងប្អូនរនាតមានច្រើនបងប្អូនរនាតឯករនាតធុងនេះគឺជារនាតឯកបងប្អូនតោះប្រទៀត